តើប្រជាជនថៃចង់បញ្ចប់ចំនួនរវាងថៃនិងកម្ពុជាមែនទេបើកបង្ហាញលទ្ធផលស្ទង់មតិស្ដីពីតម្រូវការគោលនយោបាយរបស់101បាល់នៅពេលដែលចំនួនព្រំដែនបានរីករាលដាលឈានទៅដល់ការប្រើប្រាស់កម្លាំងយោធាប្រយុទ្ធគ្នាតាមបណ្ដោយព្រំដែនថៃកម្ពុជាចំនួន2លើកនៅក្នុងខែកក្កដានិងខែធ្នូឆ្នាំ2025ការខ្វែងគំនិតនឹងចំនួននេះបានបំផ្លិចបំផ្លាញទំនាក់ទំនងប្រទេសជិតខាងទាំងពីរឲ្យធ្លាក់ចុះដល់ចំណុចទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះទោះបីជាបទឈប់បាញ់នៅមិនទាន់ត្រូវបានបំពេញក៏ដោយប៉ុន្តែសន្តិភាពបណ្ដោះអាសន្ននេះគឺមានភាពផុយស្រួយណាស់ហើយក៏គ្មានអ្វីធានាថាការប៉ះទង្គិចគ្នានឹងមិនកើតឡើងម្ដងទៀតនោះទេដរាបណាចំនួនព្រំដែននៅមិនទាន់ត្រូវបានដោះស្រាយតើប្រជាពលរដ្ឋមានមតិយោបល់យ៉ាងណាចំពោះទិសដៅនៃការប្រយុទ្ធគ្នារវាងថៃនិងកម្ពុជាហើយតើមានហេតុផលអ្វីខ្លះដើម្បីគាំទ្រមតិទាំងនោះ100នួយផាប់សូមអញ្ជើញមកពិនិត្យមើលមតិយោបល់របស់ប្រជាពលរដ្ឋចំពោះចំនួនថៃកម្ពុជាតាមមានការស្ទង់មតិមួយតាក់ទងនឹងចំនួនព្រំដែនរវាងកម្ពុជាថៃនិងការជ្រើសរើសរវាងសង្គ្រាមនិងសន្តិភាពដោយប្រជាជនសៀមភាគច្រើនមិនគាំទ្រការបន្តសង្គ្រាមជាមួយកម្ពុជាទេស្ថាប័នឯករាជ្យស្រាវជ្រាវគោលនយោបាយសាធារណៈរបស់ថៃហៅថាក្លឹប100 POP បានដឹកនាំការធ្វើស្ទង់មតិដើម្បីបង្ហាញឲ្យឃើញពីទស្សនៈរបស់ប្រជាជនថៃចំពោះចំនួនព្រំដែនរវាងថៃនិងកម្ពុជាក្រោយពេលមានការប៉ះទង្គិចយោធាតាមព្រំដែនក្នុងឆ្នាំ2025ការសិក្សានេះមានគោលបំណងស្វែងយល់ថាប្រជាជនថៃចង់ឲ្យរដ្ឋាភិបាលរបស់ខ្លួនដោះស្រាយចំនួនជាមួយកម្ពុជាតាមរបៀបណានិងតើសង្គ្រាមនៅតែជាជម្រើសដែលសង្គមថៃទទួលយកដែរឬទេការស្ទង់មតិនេះធ្វើឡើងជាមួយនឹងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង800នាក់នៅទូទាំងប្រទេសថៃហើយជាលទ្ធផលបានបង្ហាញថាប្រមាណ 40% នៃអ្នកឆ្លើយសំណួរយល់ថារដ្ឋាភិបាលគួរបញ្ឈប់ការប្រយុទ្ធនិងស្វែងរកដំណោះស្រាយដោយសន្តិវិធីខណៈដែលមានតែប្រមាណ 30% ប៉ុណ្ណោះដែលគាំទ្រការបន្តប្រតិបត្តិការយោធាទិន្នន័យនេះបង្ហាញថាទោះបីជាជាតិនិយមនិងការព្រួយបារម្ភអំពីអធិបតេយ្យភាពជាតិនៅតែមានឥទ្ធិពលក្នុងសង្គមថៃក៏ដោយក៏ប្រជាជនភាគច្រើននៅតែឲ្យតម្លៃលើសន្តិភាពនិងស្ថិរភាពក្នុងតំបន់មូលហេតុសំខាន់ដែលប្រជាជនថៃគាំទ្រការបញ្ឈប់សង្គ្រាមគឺការព្រួយបារម្ភអំពីការបាត់បង់ជីវិតរបស់ប្រជាជននិងផលប៉ះពាល់សេដ្ឋកិច្ចដែលអាចកើតឡើងពីចំនួនយូរអង្វែងប្រជាជនជាច្រើនយល់ថាចំនួនព្រំដែនគួរត្រូវបានដោះស្រាយតាមរយៈការចរចានិងយន្តការការទូតជាជាងការប្រើកម្លាំងយោធាទស្សនៈនេះបង្ហាញពីការផ្លាស់ប្ដូរនៃការយល់ឃើញរបស់សង្គមថៃដែលមើលឃើញថាសង្គ្រាមមិនមែនជាចម្លើយចុងក្រោយសម្រាប់បញ្ហាអន្តរជាតិទៀតឡើយចំណុចគួរឲ្យចាប់អារម្មណ៍មួយទៀតគឺប្រជាជនដែលរស់នៅតាមតំបន់ជាប់ព្រំដែនកម្ពុជាមានទស្សនៈគាំទ្រការបញ្ឈប់សង្គ្រាមជាបន្ទាន់ផងដែរពួកគេជាក្រុមដែលទទួលរងផលប៉ះពាល់ផ្ទាល់ពីការប៉ះទង្គិចដូចជាបញ្ហាសន្តិសុខការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ចនិងការរំខានដល់ជីវភាពរស់នៅប្រចាំថ្ងៃដូច្នេះសម្រាប់ប្រជាជននៅតំបន់ព្រំដែនសន្តិភាពមានតម្លៃខ្ពស់ជាងការបង្ហាញអំណាចយោធា Like, share and follow more